បាទជំរាបសួរដល់ពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតឥឡូវនេះខ្ញុំនៅក្រុមហ៊ុន Toyota សហរដ្ឋអាមេរិកហើយបងប្អូនទាំងអស់គ្នានៅពីក្រោយខ្នងខ្ញុំនេះគឺ Toyota តាកូម៉ាឆ្នាំ2025ហ្នឹងហើយឆ្នាំ2025ហើយហ្នឹងហើយបងប្អូនឃើញទេឃើញ sticker អាกระดาษ QQ គេដាក់នៅខាងក្រោយខ្នងខ្ញុំហ្នឹងនៅក្នុងឡានហ្នឹងគឺជាតម្លៃថ្មីនៃតម្លៃឡានបច្ចុប្បន្នហើយឡានមួយគ្រឿងនេះចុះតម្លៃ$5,000បងប្អូនអរគ្នា$4,500តាំងពីចាប់ពី54,400ជាងសល់តែ57,700ជាងហើយណាយើងអាចនិយាយថាចុះតម្លៃដល់ទៅ4,000Toyota ឥឡូវកំពុងតែជន់ឆ្នាំ2025ចេញហើយឥឡូវហ្នឹងបាទ24ក៏មាន25ក៏មានដែរបាទតែពីច្រើន stock នេះគឺ stock ឆ្នាំ2025បាទឡានខ្លះចុះតម្លៃ$3,500បាទដូចនេះចុះ$3,500អាមួយមិញនឹងចុះដល់ទៅ$4,000ឡានខ្លះចុះ$2,500ហើយ option ឡានទាំងអស់នេះសុទ្ធតែជាប្រភេទ option TRD SR5 បាទ off road បាទ TRD off road ឬមួយក៏ឡាន option ធម្មតាហ្នឹងហើយឡាន option ធម្មតាវាមិនមែនជាប្រភេទពួក TRD Pro ទេហ្នឹងហើយដូចឡាននៅពីក្រោយខ្នងខ្ញុំនេះបាទនេះ66,000ឡាននេះនៅសល់តែ53,000សំទោស56,600នៅសល់តែ53,000នេះចុះជាង$3,000ហើយសម្រាប់ option វាអានេះគេដាក់ TRD នៅកន្លែងយ៉ាន់TRD off road បងប្អូនអរគ្នាហើយនេះវាមាន liner ស្រាប់ហ្នឹងហើយមានចរនៅខាងក្រោយប៉ុន្តែវាជាប្រភេទពូកណាត់ហើយអេក្រង់ធំប៉ុន្តែវាជាអេក្រង់ធំបាទអញ្ចឹងToyotaកំពុងតែជន់ឡានចេញហើយឥឡូវហ្នឹងសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់Toyotaប្រភេទពួកឆ្នាំ2025នេះបាទអាចពិចារណាបានហើយបាទគ្រឿងនេះគឺ TRD ដែរប៉ុន្តែគេលេងមកគេមានខាងលើហើយនិងខាងក្រោយយើងទៅបង្ហាញបងប្អូនបានមើលតិចហើយចាំមកបង្ហាញឡាននេះបាទឡាននេះ TRD Sport ខាងក្នុងពូកស្បែកនេះអានេះ TRD Sport ដែរប៉ុន្តែខាងក្នុងវាពូកណាត់ហើយគេមានលេងនេះ rack របស់វានេះបាទ ARB option របស់វាហ្នឹងបាទនៅមានកាងជើងដៃហើយនឹងនៅលើតប៉ូលបាទតម្លៃឡាននេះបងប្អូនបានឃើញនេះឆ្នាំ2025តម្លៃឡានវាចុះ$3,000អញ្ចឹងវាល្មមនឹងរួចចិត្តនឹងថ្លៃចុះថ្លៃសេលតាក់នៅនេះ 10% ឡានមួយនេះពូកស្បែកខាងក្នុង TRD off road ហើយបញ្ចុះតម្លៃពី58,300សល់តែ54,000ជាងទេអញ្ចឹងវាចុះតម្លៃដល់ទៅជិត$4,000ឡាននេះពណ៌រៀងក្រហមឆ្នាំ2025ដែរឡាននេះ TRD Sport ហើយអានេះវាមាន liner មកអានេះវាយើងនិយាយបានត្រង់វែងនេះគូតវាវែងជាងអាមួយខ្មៅនេះបាទពីរបាំង full ពេញតម្លៃ original វា58,000ជាងពូកស្បែកអេក្រង់ធំ JBL នៅខាងក្នុងបាទអូកាមេរ៉ា360ទៀតនេះបាទហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់ប្រភេទឡាន pick up ហើយ Tundra អត់មានទេគឺ Toyota កំពុងតែព្យាយាមជន់ចេញហើយតាកូម៉ានេះព្រោះអីតែឆ្នាំ2026ចេញមក Range Ford Ranger Raptor ចេញមកគឺវាយដាច់ហើយប៉ុននេះគឺវាយដាច់ប៉ុននេះហើយវាចង់និយាយថាវារៀងវាចេញមកវាស្អាតជាងព្រោះប៉ុននេះវាកំពុងតែកាលទីផ្សារក្នុងពេលបច្ចុប្បន្នឥឡូវនេះបាទអញ្ចឹងបងប្អូនអាចពិចារណាបានហើយនៅខាងក្រោយខ្នងខ្ញុំនេះក៏មានជាប្រភេទForerunner បាទមាន Forerunner 3គ្រឿងបាទមាន TRD Pro TRD Off Road នៅខាងក្រោយខ្ញុំនេះហើយប្រភេទឡាន Forerunner បងប្អូនដឹងហើយថាប្រភេទឡានដែលមានកៅអី3ជួរគឺតែប្រភេទ SR5 ទេដូចឡាននេះកៅអី3ជួរហើយក្រៅពីហ្នឹងគឺសិតតែជាកៅអីតែ2ជួរទេដូចឡាននេះបងប្អូនទាំងអស់គ្នាមើលបាទគឺអានេះដូច TRD Pro សំទោសបងប្អូនអានេះ TRD Platinum នេះបាទ Platinum ហើយវាមានកៅអីចុចពូកស្បៃដបូលបើកតែកៅអីវាតែ2ជួរទេបាទឡានគឺកៅអីតែ2ជួរទេហើយខាងក្រោយគឺអត់មានទេ
vì ô tô kháng khói hay vì này mình cho nón chương tiệt và mình cho nón chương nó phải là dương đôi chỉ bật vì bác phim miên hay còn làm một sen tiết làm một sen tiệt và làm một sen tiết vì bật vì ta cho nón vì tranh màu mỏng và ô tô này kháng khói và kháng khói từ lý với ta cái miệng pi chùa này mỗi tí mình bày chùa bạn đang ngay bóng bóng nào kia chẳng video nàyខ្ញុំធ្វើខ្លីៗជូនសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការឡានស្អាតអាចកំងតាម page ពីរិនទទួលកំងរថយន្តគ្រប់ប្រភេទពីសហរដ្ឋអាមេរិកបាទខ្ញុំនឹងទិញឡានតម្លៃល្អជូនហើយឡានស្អាតជូនណាបាទអញ្ចឹងខ្ញុំវីដេអូនេះគឺមានប៉ុណ្ណឹងជួបគ្នាក្នុងវីដេអូក្រោយជម្រាបលាបាយបាយ